សួស្តីបងប្អូនអរគ្នាឥឡូវនេះខ្ញុំមកបង្ហាញបងប្អូនអរគ្នាជាមួយនឹង motor កាត់កែងប្រើថ្ម40 V លេខកូដ LS004G ទំហំផ្លែប្រើជាមួយនឹង motor នេះគឺ255 មីលីម៉ែត្រនិង260អាចប្រើផ្លែមួយណាក៏បានតាក់ទងជាមួយនឹងជម្រៅនៃការកាត់ណាគឺជម្រៅដែលអតិបរមានៃការកាត់គឺ91មីលីម៉ែត្របាទហើយជាក់ស្ដែងការកាត់គឺអាស្រ័យទៅលើមុំតាបដែលយើងដាក់ណានៅពេលដែលយើងមុំតាបកាន់តែឆិតកាន់តែខ្លីបើយើងសេរីមុំនេះបាន270ជាងមីលីម៉ែត្រឯណោះបាទហើយតាក់ទងជាមួយនឹងមុំរបស់ motor បាទមុំ motor គឺសេរីឆ្វេងស្ដាំបាន45លួចបានរហូតដល់48បាទហើយមុំតាបវិញបាទឥឡូវយើងមកមើលមុំ motor សិនបាទមុំ motor នៅកន្លែងនេះបាទគេនេះណាហើយមុំតាបគឺគេនេះ0រហូតមកដល់60បាទអញ្ចឹង60ឆ្វេងស្ដាំនេះមុំតាបខាងនេះមុំ motor បាទហើយតាក់ទងជាមួយនឹងបូមណែបាទបូមគេពីរនៅជាប់គ្នាអញ្ចឹង smooth ណាហើយនឹងល្អទៀតដល់ពេលដែលបូមពីរជាប់គ្នាបែបនេះគឺមានន័យថាទប់លំនឹងបានល្អបាទឆ្វេងស្ដាំអីអត់អង្គើទេបាទអូខេហើយកន្លែងនេះបាទកន្លែងនេះជា Bluetooth បាទ Bluetooth នេះមិនមែនភ្ជាប់ទៅជាមួយនឹងបាទ speaker ទេគឺភ្ជាប់ទៅជាមួយនឹង motor បូមតលីនៅពេលដែលយើងចុចកុងតាក់ដំណើរការគឺ motor បូមតលីរបស់ Makita ហ្នឹងដំណើរការដោយអូតូដូចគ្នាពីព្រោះថាយើងប្រើពីមុនគឺតតែយើងចុច motor បូមតលីឲ្យដំណើរការទើបយើងអាចបូមបានតែប្រភេទនេះអត់ទេចុចតែកុងតាក់នេះ motor បូមតលីគឺអូតូដូចគ្នាបាទអញ្ចឹងតើតើជាមួយនឹងការកាត់ជាក់ស្ដែងបងប្អូនអ្នកគ្នាអាចយកទៅតេស្តជាក់ស្ដែងបានយើងមាន motor សម្រាប់តេស្តប្រភេទនេះគឺបាទយើងបង្ហាញ motor លក់ជាក់ស្ដែងប៉ុន្តែបើសិនជាត្រូវការតេស្តយើងមានរបស់តេស្តអញ្ចឹងបងប្អូនអ្នកគ្នាអាចតាក់ទងមកបានបាទសូមអរគុណ